បែបណាទៅទើបអាចហៅថាជាឧត្តមភរិយាអត្ថន័យនៃពាក្យថាឧត្តមភរិយារបស់ស្វាមីមិនមែនឲ្យតែមាននាមជាប្រពន្ធគឺអាចសុទ្ធតែហៅខ្លួនឯងថាជាឧត្តមភរិយាបាននោះទេលុះត្រាណាតែមនុស្សស្រីដែលជាប្រពន្ធត្រូវធ្វើខ្លួនឲ្យស័ក្តិសមនឹងការដែលទទួលបាននាមជាឧត្តមភរិយារបស់ស្វាមីជាមុនសិនហេតុនេះអ្វីដែលអាចសម្គាល់បានថាអ្នកស័ក្តិសមនឹងក្លាយជាឧត្តមភរិយាឬអត់នោះតើតែត្រូវធ្វើខ្លួនឲ្យមានលក្ខណៈសម្បត្តិមួយចំនួននេះទើបអាចសម្គាល់បានថាអ្នកពិតជាស័ក្តិសមនឹងក្លាយជាឧត្តមភរិយាម្នាក់របស់ស្វាមីពិតមែនទី1មិនរករឿងប្តីដោយគ្មានហេតុផលឧត្តមភរិយាគឺជាប្រពន្ធម្នាក់ដែលមិនចេះរករឿងប្តីដោយគ្មានហេតុផលច្បាស់លាស់ហើយធ្វើឲ្យទំនាក់ទំនងរវាងប្តីប្រពន្ធមានបញ្ហាដោយសារតែការសង្ស័យនិងការមិនទុកចិត្តលើប្តីនោះទេផ្ទុយទៅវិញឧត្តមភរិយាមានតែទុកចិត្តនិងជឿជាក់លើប្តីជានិច្ចហើយក៏មិនហួងហែងនិងបិទសិទ្ធហួសហេតុពេកដែរ2មិនតេះដៀលប្តីនៅចំពោះមុខអ្នកដទៃមនុស្សជាប្រពន្ធល្អនោះដែលមាននាមជាភរិយាគេនឹងមិនតេះដៀលនៅចំពោះមុខអ្នកដទៃនោះទេជាពិសេសសាច់ញាតិគ្រួសារខាងខ្លួនឯងផ្ទុយទៅវិញគេមានតែកោតសរសើរនិងតែងតែលើកដំកើងមុខមាត់ប្តីព្រោះនៅពេលដែលប្តីមានមុខមាត់និងមានកិត្តិយសនៅក្នុងសង្គមគ្រួសារទាំងមូលក៏មានកិត្តិយសទៅតាមនឹងដែរ3មិនចេះតែប្រច័ណ្ឌខុសរឿងការប្រច័ណ្ឌប្តីមនុស្សស្រីណាក៏ចេះប្រច័ណ្ឌដែរតែចំពោះមនុស្សស្រីជាឧត្តមភរិយាគឺគេមិនចេះតែប្រច័ណ្ឌប្តីផ្ដេសផ្ដាស់និងខុសរឿងដែលនាំឲ្យទំនាក់ទំនងរវាងប្តីប្រពន្ធមានការឆ្លោះទាស់ទែងគ្នាដោយសារតែការប្រច័ណ្ឌហួសហេតុនោះទេ4តែងតែគាំទ្រលើកទឹកចិត្តប្តីជានិច្ចអាចហៅខ្លួនឯងថាជាឧត្តមភរិយាម្នាក់តលតែមនុស្សស្រីជាប្រពន្ធត្រូវមានតួនាទីចាំបាច់ក្នុងការជួយគាំទ្រនិងលើកទឹកចិត្តដល់ប្តីជានិច្ចជាពិសេសអាចផ្ដល់យោបល់និងគំនិតល្អៗដល់ប្តីដើម្បីទទួលបានជោគជ័យនោះទើបហៅថាជាឧត្តមភរិយាម្នាក់នៅក្នុងចិត្តរបស់ប្តីមិនមែនចាំតែស្ដីបន្ទោសនៅពេលដែលប្តីធ្វើខុសនោះឡើយ5ធ្វើឲ្យផ្ទះคล้ายទៅជាកន្លែងដ៏កក់ក្ដៅបំផុតសម្រាប់គ្រួសារក្នុងនាមជាឧត្តមភរិយាម្នាក់មិនមែនមានតួនាទីត្រឹមតែជាប្រពន្ធដ៏ល្អម្នាក់ទេតែក៏ត្រូវបំពេញតួនាទីជាម្ដាយដ៏ល្អម្នាក់សម្រាប់កូនដែរជាងនេះទៅទៀតឧត្តមភរិយាតែងតែធ្វើឲ្យផ្ទះពោរពេញទៅដោយភាពកក់ក្ដៅជានិច្ចមិនមែនសន្សំរឿងទុកឲ្យប្តីដែលនាំឲ្យផ្ទះពោរពេញទៅដោយភាពក្តៅក្រហាយនោះទេ6ចេះអត់ឱនយោគយល់និងអធ្យាស្រ័យចំពោះកំហុសតូចៗរបស់ប្តីពាក្យថាឧត្តមភរិយាគឺជាប្រពន្ធដែលមានភាពអត់ធ្មត់ចេះអត់ឱនយោគយល់និងអធ្យាស្រ័យឲ្យប្តីចំពោះកំហុសតូចៗរបស់ប្តីមិនមែនឲ្យតែខុសដឹងតែស្ដីបន្ទោសរអ៊ូរទាំច្រើននិងទម្លាក់ឲ្យប្តីដោះស្រាយតែម្នាក់ឯងនោះទេព្រោះប្រពន្ធល្អនិងជាឧត្តមភរិយាមួយរូបគឺត្រូវចូលរួមសុខរួមទុក្ខជាមួយប្តីជានិច្ចជាងនេះទៅទៀតការដែលមនុស្សស្រីអាចក្លាយទៅជាឧត្តមភរិយាម្នាក់បានវាក៏មានចំណែកមួយនៃទង្វើរបស់ប្តីដែរ